ក្នុងព្រឹកនាមទីសុខសូមព្រះប្រទានពរ ឥឡូវនេះយើងទាំងអស់គ្នាបានស្គាល់ច្បាស់ហើយមែនទេពីអត្ថន័យនៅថ្ងៃនេះចាប្រហែលជាមិនទាន់បាន100%ប៉ុន្តែយ៉ាងហោចណាស់50 60 70ណោះចាហើយបើសិនជាអស់លោកអ្នកបងប្អូនចាកុមារាកាមារីបានថ្ងៃនេះបានលើអំពីព្រះនាមព្រះយេស៊ូវហើយខ្ញុំជឿថាព្រះអង្គកំពុងតែមានបន្ទូលមកតាមអ្នកទាំងអស់គ្នាហើយព្រះអង្គចង់ស្គាល់អ្នកទាំងអស់គ្នាបន្ថែមទៀតហើយប្រហែលជាអស់លោកអ្នកបងប្អូនឬកុមារាកាមារីអាចនឹងស្វែងយល់បន្ថែមទៀតអំពីព្រះយេស៊ូវហើយអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គហើយអាចនឹងឈានទៅដល់ការបើកចិត្តនិងទទួលហើយស្គាល់ព្រះអង្គឲ្យបានពេញ 100% ចា៎ចឹងមុននឹងឈានទៅដល់កម្មវិធីបន្តទៀតយើងមានដំណឹងខ្លីមួយជាពិសេសសម្រាប់កូនកុមារាកាមារីណាបើសិនជាកូនទាំងអស់គ្នាងាកទៅកន្លែងមាត់ទ្វារកូននឹងឃើញគ្រូអ្នកគ្រូយើងឈរនៅទីកន្លែងនោះកូនសម្រង់ជួរចាហើយដើរទៅកាន់ទីនោះណោះគាត់ដូចជាមានអីសម្រាប់បងប្អូនទាំងអស់គ្នាណាអញ្ចឹងសូមក្រុមយុវជនវណ្ណារីយើងសូមជួយសម្រួលកុមារាកាមារីដើម្បីឲ្យគាត់បានទៅកន្លែងច្រកទ្វារនោះនឹងមានអាហារសម្រន់ខ្លះសម្រាប់ពួកគាត់ចាអញ្ចឹងសូមកូនកុមារាកាមារីសូមកូនសម្រង់ជួរឲ្យដើរទៅតាមបងយើងនាំផ្លូវយើងទៅណាគាត់ណាចាអរគុណព្រះអង្គចានៅពេលនេះសូមអរគុណអ្នកបងប្អូនដើម្បីនឹងត្រៀមលក្ខណៈការដែលស្មាយរបាយ